เนหาการุณิกังเนียทางยยสากระปารกงวันเตนิปนเกียมพิริยวิจตรนิจเตสนังวจีจรณะสัมปันนาเจเนในจันเตโลกตาววันเตตมุตมังกิสมยังสัมมาสัมพุทธโพธิจังไสลาติกุณสัมปันนาวเทตาวเมกะพะเลโสโยวันเตอรยสังขังตังปัญญเพตังอนัตตรังวันเตเนียจนิตังปัญญังอิติจังรัตนาติเจหะตันตรายาสาเปตหะปัตวาหังตัสสะเตจสาพุทโธสัพพัญญตังยินังธรรมโมโลกตรานเวะสังโฆเมกะพลัทธาจะเอเจตังรัตนาติยังเหตัสสะอนุเพเวเนสาเปเพยิวปัตเวีย อเนกาอันตรายาเปวินาสันโตอเสสตาวพุทโธเตโลกติปาเวะพุทโธสุริยาตมานุโตเจยอนเตสรนังพุทธังนัตเถเตสังขยังสติธวโมเตโลกติปาเวะธวโมสุริยาตมานุโตเจยอนเตสรนังธรรมังนัตเถเตสังขยังสติสังโฆเตโลกติปาเวะสังโฆสริยาตมานุโตเยยันเตสรนังสังฆังนัตเถเตสังขยังสติโยจะพุทธังจะธรรมังจะสังฆังจะสรนังกตาวอปติปาวเนภเวยะอธิเกชัยเจปะเตียงสุขังพุทโธเตเวจนังเสทังพุทโธเตปะเตมุตตมัง นัตเถเตเนะสมังโลเกอัญญังสาวตะรสายนังทอมโมเตเวจนังเสทังทอมโมเตปะเตมุตตมังนัตเถเตเนะสมังโลเกอัญญังสาวตะรสายนังสังโฆเตเวจนังเสทังสังโฆเตปะเตมุตตมังนัตเถเตเนะสมังโลเกอัญญังสาวตะรสายนัง ตัสสะมุขังบุคังเนียมเวะจังวัตเตมุเคสติยตลบแพงปุถวจนังสาเปะสัมปัตเตเทียกังตัสสะมโนเนียมเวะจังเจเมนะเสวัตเตตลบแพงปุถวจนังสาเปะสัมปัตเตเทียกังตัสเสเวะสาวตังเวะยังโซนาเตเจโนยังตลบแพงปุถวจนัง สาปสัมปัตเตเตียจุกังพุทโธแมงกะเลอสัมภูเตาสัมพุทโธติปะตุตตมาวพุทธะแมงกะเลเมียแกมเมะสัพปตกหาประมุญจเตความโมแมงกะเลอสัมภูเตาเกียมพีโรตุตสาวอนงความเมะแมงกะเลเมียแกมเมะสัพปตกหาประมุญจเตสังโฆแมงกะเลอสัมภูเตา แต่ขณะเจ้าอนุตตราวสังขะเมืองกะเละเมียแกมแม่ตามประตกหาประโมจเตยังการหาสนมัสการถวายบังคมพระรัตนตรัยในไตรนี้ตรัสศึกษาในขนมใบดอกเลยสายสมบูรณ์สตอนแต่ใบดอกอังโกตรนิกายเตการอิบาตตุติยปนาสกะเจ้าบดาอนันตเวทีใบศึกษาเจ้าบดาประสติปรามแต่เมียนชมูทานิเวศกะโสดในขนมเลขเนียบจัดสับปรำปี นิเวศกะสดตังนิเวศกะโสติปรามอัตขาวอายาสมาอานนโตเจเนเจกเวียเตนุปสังกมิอุปสังกมัตตวาเจกวันตังอภิเวียเตตวาเอกมันตังนิสัยติគ្រានៅព្រះអនន្តមានអាយុចូលទៅគួរព្រះដ៏មានពុទ្ធៈលោកចូលទៅដល់ហើយក៏ក្រាបថ្វាយបង្គំព្រះដ៏មានពុទ្ធៈហើយអង្គុយក្នុងទីសំគួរឯកមន្តតាំងនិសិនណាំងខោអាយាស្មន្តាំងអានន្ទាំងភគវាអេតតវោចៈលោកព្រះអនន្តមានអាយុអង្គុយក្នុងទីសំគួរហើយព្រះដ៏មានពុទ្ធៈទ្រង់ត្រាស់សួរ ដូច្នេះថាជេអានន្តៈអនុកប្បយាថាជេចៈសាតពាំងមញ្ញយងមត្តាវាអមច្ចាវាញាតិវាតាលោហិតាវាទេវអានន្តៈបិសុថានេសុសមាទៈបេតពានិវេសេតពាបតត្ថាបេតពាមនាលអនន្តអ្នកទាំងឡាយក៏បីអនុគ្រោះអ្នកណាឬថា
ជនពួកណាតែជាមិត្តក្តីអាមាត្យក្តីញាតិក្តីសាលោហិតក្តីគួរបីសម្គាល់នៅពាក្យតែត្រូវស្ដាប់មនាលអនន្តជនទាំងនោះអ្នកទាំងឡាយគួរណែនាំគួរឲ្យនៅគួរឲ្យតាំងនៅក្នុងឋានៈបីយ៉ាងកតមេសុតីសុឋានៈបីយ៉ាងនេះតើដូចម្ដេចពុទ្ធេអវេជ្ជបសាទេសមាទិបេតាពានិវេសេតាពាបតថាបេតាពាគឺគួរណែនាំគួរឲ្យនៅគួរឲ្យតាំងនៅក្នុងសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធថាអ៊ីតេបិសោភគវីអរហង្គសម្មាសម្ពុទ្ធោវជាចរណៈសម្បណ្ណោសុគតោលោកវិទូអនុត្តរោបរិសត្യമសារថេសត្ថាទេវមនុស្សានងពុទ្ធោភគវីតេព្រះដ៏មានប្រភាអង្គនោះជាអរហន្តសម្មាសម្ពុទ្ធបរិបូរណ៍ដោយវិជ្ជានិងចរណៈជាព្រះសកុតជ្រិតច្បាស់នៅត្រៃលោកប្រសើរដោយសីលាតិគុណរើបុគ្គលណាមួយស្មើគ្មានជាសារថីទូលមាននៅបរោះជាគ្រូនៃទេវតានិងមនុស្សទាំងឡាយទ្រង់ត្រាស់ដឹងនៅអរិយសច្ច4ទ្រង់ខ្ជាក់ចោលនៅត្រៃភពលែងវិលត្រឡប់មកកើតទៀតមួយធម្មមេអវិជ្ជបសាទេសមាទិបេតាពានិវេសេតាពាបតថាបេតាពាគួរណែនាំគួរឲ្យនៅគួរឲ្យតាំងនៅក្នុងសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះធម៌ថាស្វាខាតោភគវតាធម្មោសន្តតិកោអកាલિកោអេហេបាសិកោអោបនញ្ញកោបច្ចតាំងវេទិតាពោវិញ្ញោហិតេធម៌ដែលដ៏មានប្រភពត្រង់សម្ដែងហើយដោយប្រពៃជាធម៌ដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯងឲ្យនៅផលមិនរងចាំការគួរនឹងហៅបុគ្គលដតីឲ្យចូលមកមើលបានគួរបង្អោនចូលមកទុកក្នុងខ្លួនអ្នកប្រាជ្ញទាំងឡាយគប្បីដឹងច្បាស់ចំពោះខ្លួនមួយសង្ឃេអវិជ្ជបសាទេសមាទិបេតាពានិវេសេតាពាបតថាបេតាពាគួរណែនាំគួរឲ្យនៅគួរឲ្យតាំងនៅក្នុងសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះសង្ឃថាសពដិបណ្ណោភគវតោសាវកសង្ឃោឧជបដិបណ្ណោភគវតោសាវកសង្ឃោញាយបដិបណ្ណោភគវតោសាវកសង្ឃោសាមីចបដិបណ្ណោភគវតោសាវកសង្ឃោយតិទាំងចត្តារិពុរិសយុគានិអដ្ឋបរិសពុគលាអេសភគវតោសាវកសង្ឃោហណៃចោបាហណៃចោតេខណៃចោអញ្ជលិករណៃចោអនុត្តរង្គបញ្ញខេតទាំងលោកសាតេប្រសងជាសាវកនៃព្រះដ៏មានពភាប្រតិបត្តិដោយប្រវៃប្រសងជាសាវកនៃព្រះដ៏មានពភាប្រតិបត្តិដោយត្រង់ព្រះសង្ឃជាសាវកនៃព្រះដ៏មានពភាប្រតិបត្តិដើម្បីត្រាស់ដឹងនៅព្រះនិព្វានព្រះសង្ឃជាសាវកនៃព្រះដ៏មានពភាប្រតិបត្តិគួរដល់សាមីជកម្មព្រះសង្ឃជាសាវកនៃព្រះដ៏មានពភានោះរាប់ជាគូនៃបរោះមាន4គូបើរាប់ព្រៀងជាបរោះបុគ្គលមាន8ពួកលោកគួរទទួលនៅរបស់ដែលគេរៀបទទួលភ្ញៀវគួរទទួលនៅរបស់ដែលគេនាំមកបូជាគួរទទួលនៅតេខេណាទានគួរដល់អញ្ជលិកម្មជាបញ្ញខេត្តរបស់សត្វលោកដ៏ប្រសើរបំផុតសជាអានន្តៈចតនੰមហាភូតានੰអញ្ញថត្តੰអថវៃធេតុយាអបោធេតុយាតេជោធេតុយាវេយោធេតុយានិទ្វេវៈពុទ្ធេអវិជ្ជបសាទេសមន្នាកតស្សៈអរិយសាវកស្សៈសេយាអញ្ញថត្តੰតត្រេទាំងអញ្ញថត្តੰមនាលអនន្តសេចក្តីប្រែប្រួលមានចំពោះតែមហាពុទ្ធរូប4គឺបតវៃធាតុអាបោធាតុតេជោធាតុវាយោធាតុតែសេចក្តីប្រែប្រួល
របស់អរិយសាវកដែលប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធមិនមានសោះឡើយនេះជាសេចក្តីប្រែប្រួលក្នុងហេតុនោះសាវតានន្តពុទ្ធេអវិជ្ជបសាទេអ្នកសមន្នាកតោអរិយសាវកោនិរិយ៉ាងវាតេឆានយោនឹងវាបេតិវិសយ៉ាងវាឧបបច្ចិសតិតិនេតាំងឋានងវចតិមនាលអនន្តពាក្យថាអរិយសាវកនោះប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធហើយមុខជានឹងកើតក្នុងនរកក្តីកំណើតដេរឆានក្តីប្រែតវិស័យក្តីដូច្នេះនោះមិនមែនជាឋានៈទេសេយាអានន្តៈចតនំមហាភូតាំងអញ្ញតតាំងបតវៃធាតុយាអបោធាតុយាតេជោធាតុយាវាយោធាតុយាអ្នកទ្វេវៈធម្មមេបយលៈមនាលអនន្តសេចក្តីប្រែប្រួលមានចំពោះតែមហាភូតរូប4គឺបតវៃធាតុអបោធាតុតេជោធាតុវាយោធាតុឯសេចក្តីប្រែប្រួលលៈក្នុងព្រះធម៌មិនគប្បីមានឡើយអ្នកទ្វេវៈសង្ខេអវិជ្ជបសាទេអ្នកសមន្នាកតសៈអរិយសាវកសៈសេយាអញ្ញថត្តាំងតត្រេទាំងអញ្ញថត្តាំងសេចក្តីប្រែប្រួលមិនមានដល់អរិយសាវកដែលប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងប្រសង្ឃសោះទេនេះជាសេចក្តីប្រែប្រួលក្នុងហេតុនោះសាវតានន្តៈសង្ខេអវិជ្ជបសាទេអ្នកសមន្នាកតោអរិយសាវកោនិរិយ៉ាងវាតរិឆានយោនឹងវាបេតិវិសយ៉ាងវាឧបបច្ចិសតិតិនេតាំងឋានងវចតិមនាលអនន្តពាក្យថាអរិយសាវកដែលប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងប្រសង្ឃនោះមុខជានឹងកើតក្នុងនរកក្តីកំណើតដេរឆានក្តីប្រែតវិស័យក្តីដូច្នេះនោះមិនមែនជាឋានៈទេយេអានន្តៈអនុកបេយាថៈយេចសោតពាំងមញ្ញយងមត្តាវាអមច្ឆាវាញាធិវាសាលោហិតាវាទេវោអានន្តៈអិមេសុតេសុថានេសុសមាតបេតពានិវេសេតពាបតត្ថាបេតេតពាតេបញ្ចមង្គមនាលអានន្តអ្នកទាំងឡាយក៏បីអនុគ្រោះអ្នកណាឬថានណាជាមិត្តក្តីអាមាត្យក្តីញាតិក្តីសាលោហិតក្តីអ្នកក៏បីសំគាល់នៅពាក្យដែលត្រូវស្ដាប់មនាលអនន្តជនទាំងនោះអ្នកទាំងឡាយគួរណែនាំគួរឲ្យនៅគួរឲ្យតាំងនៅក្នុងឋានៈ3យ៉ាងនេះឯងចប់សូត្រទី5អត្តកថានិវេសកសូត្រទី5គោលដោយឋានៈ3យ៉ាងក៏បីជ្រាបវិនិច្ឆ័យក្នុងនិវេសកសូត្រទី5ដូចតទៅនេះបទថាអមច្ចាអាមាត្យបានដល់មិត្តដែលមានចិត្តល្អបទថាញាតិញាតិបានដល់ញាតិចំណែកខាងម្ដាយក្មេកនិងចំណែកខាងឪពុកក្មេកបទថាសាលោហិតាបានដល់ញាតិអ្នករួមខ្សែលោហិតមានបងប្អូនប្រុសបងប្អូនស្រីជាដើមបទថាអវេជ្ជបសាទេក្នុងសេចក្តីជ្រះថ្លាមិនកម្រើកសេចក្តីថាមានសេចក្តីជ្រះថ្លាដែលមិនញាប់ញ័រតែកើតឡើងដោយយល់ដឹងដល់គុណទាំងឡាយបទថាអញ្ញខត្តាំងភាពជាដតីបានដល់សភាពជាយ៉ាងដតីដោយភាវៈក៏បីជ្រាបវិនិច្ឆ័យក្នុងបទថាបតវេធាតុជាដើមដូចតទៅនេះបតវេធាតុដែលជាធាតុមានអាការៈរឹងក្នុងកោដ្ឋាសៈ20យ៉ាងក៏បីមានសេចក្តីដតីទៅបានអបោធាតុដែលជាទឹកជាធាតុកផ្ដុំក្នុងកោដ្ឋាសៈ12យ៉ាងគប្បីមានសេចក្តីដតីទៅបានតេជោធាតុដែលជាធាតុក្តៅក្នុងកោដ្ឋាសៈ4គប្បីមានសេចក្តីដតីទៅបានវាយោធាតុដែលជាធាតុខ្យល់ក្នុងកោដ្ឋាសៈ6យ៉ាងគប្បីមានសេចក្តីដតីទៅបានដោយបទថាសិយាអញ្ញថត្តាំងអ្នកទ្វេវៈ
សេចក្តីដតីក៏បីមានចំណែកមិនក៏បីមានឡើយព្រះដ៏មានពភៈទ្រង់សម្ដែងថាពិតហើយមហាភូតរូបទាំង4នេះក៏បីមានសេចក្តីជាដតីទៅបានព្រោះចូលដល់សភាវៈជាដតីតែសម្រាប់ព្រះអរិយសាវកមិនមានសេចក្តីជាដតីទៅបានឡើយក៏ក្នុងប្រសូតនេះបទថាអញ្ញខត្តាំងភាពជាដតីបានដល់សភាពដតីដោយសេចក្តីជ្រះថ្លានិងសភាពដតីដោយអកតេព្រោះថាទាំងពីរយ៉ាងនោះមិនមានដល់ព្រះអរិយសាវកនោះមានតែសភាពជាដតីដោយភាវៈអធិប្បាយថាព្រះអរិយសាវកដែលជាមនុស្សទៅជាទេវតាក៏មានទៅជាព្រហ្មក៏មានតែសេចក្តីជ្រះថ្លារបស់ព្រះអរិយសាវកនោះនឹងមិនដាច់ប្រែប្រួលក្នុងរវាងភពទាំងមិនដល់សភាពជាដតីដោយអកតេពលគឺអបាយគតិសូម្បីព្រះបរមសាស្តាកាលនឹងទ្រង់សម្ដែងសេចក្តីនោះឯងទើបត្រាស់ពាក្យមានជាអត្ថានេះគឺសភាពជាដតីក្នុងប្រការនោះដូច្នេះពាក្យដ៏សេះក្នុងព្រះសូត្រនេះមានអត្ថងាយទាំងអស់នោះឯងចប់អត្ថកថានិវេសកសូត្រទី5បឋមភវសូត្រទី6ញាប78ខខោអាយាសមានន្តោយេនភគវាតេនុបសង្កមិឧបសង្កមតបាភគវន្តាំងអភិវាទេតវាឯកមន្តាំងនិស័យតិគ្រានៅព្រះអានន្ទដែលមានអាយុចូលទៅគាល់ព្រះដ៏មានពុភៈលុះចូលទៅដល់ហើយក៏ក្រាបថ្វាយបង្គំព្រះដ៏មានពុភៈហើយអង្គុយក្នុងទីសំគួរឯកមន្តាំងនិសನ್ನោខោអាយាសមាអានន្តោភគវន្តាំងអេតតវោចៈលើព្រះអានន្ទដែលមានអាយុអង្គុយក្នុងទីសំគួរហើយក៏ក្រាបបង្គំទូលព្រះដ៏មានពុភៈដូច្នេះថាភវោតេផន្ទេវចតេកតាវតានុខោផន្ទេភវោហោតេតេបបិទ្ធព្រះអង្គដ៏ចម្រើនព្រះដ៏មានពុភៈទ្រង់សម្ដែងថាភពដូច្នេះបបិទ្ធព្រះអង្គដ៏ចម្រើនដែលហៅថាភពតើដោយហេតុដូចម្ដេចកាមធាតោវេបកញ្ចអានន្តកម្មੰនាភវិសៈអបិនុខោកាមភវោបញ្ញាយេថាតេមនាលអនន្តបើកម្មដែលឲ្យផលសម្រេចក្នុងកាមធាតុមិនមានហើយកាមភពក៏បីមានប្រកបដែរឬទេណូហេតាំងផន្ទេបបិទ្ធព្រះអង្គដ៏ចម្រើនហេតុនោះមិនមានទេឥតិខោអានន្តកម្មੰខេតតាំងវិញ្ញាណังពីជាងតណ្ហាស្នេហោមនាលអនន្តព្រោះហេតុនោះកម្មជាស្រែវិញ្ញាណជាពូជតណ្ហាជាទឹកអវិជ្ជានិវរណាណੰសត្តាណੰតណ្ហាសង្យោជនីណੰហៃណាយៈធាតុយាវិញ្ញាណังបតតិតាំងអេវង្អាយតੰបនភវាភិនិពតិហោតេវិញ្ញាណរបស់ពួកសត្វដែលមានអវិជ្ជាជាទំនប់មានតណ្ហាជាគ្រឿងពាន់ពាត់តម្កល់នៅសុបហើយក្នុងធាតុដ៏ថោកទាបគឺកាមធាតុការកើតចំពោះក្នុងភពថ្មីតទៅទៀតរមែងមានយ៉ាងនេះរូបធាតុវេបកញ្ចអានន្តកម្មੰនាភវិសៈអបិនុខោរូបភវោបញ្ញាយេថាតេមនាលអនន្តបើកម្មដែលឲ្យផលក្នុងរូបធាតុមិនមានហើយរូបភពក៏បីមានប្រកបដែរឬទេណូហេតាំងផន្ទេបបិទ្ធព្រះអង្គដ៏ចម្រើនហេតុនោះមិនមានទេឥតិខោអានន្តកម្មੰខេតតាំងវិញ្ញាណังពីជាងតណ្ហាស្នេហោមនាលអនន្តព្រោះហេតុនោះកម្មជាស្រែវិញ្ញាណជាពូជតណ្ហាជាទឹកអវិជ្ជានិវរណាណੰសត្តាណੰតណ្ហាសង្យោជនីណੰមជ្ឈិមាយៈធាតុយាវិញ្ញាណังបតតិតាំង
អេវង្អយតੰបណភវាភិនិពតតិហោតិអភិសង្ខារវិញ្ញាណរបស់ពួកសត្វដែលមានអវិជ្ជាជាទំនប់មានតណ្ហាជាគ្រឿងពាន់ពាត់ដើម្បីតម្កល់នៅទុបក្នុងធាតុជាន់កណ្ដាលគឺរូបធាតុការកើតចំពោះភពថ្មីតទៅទៀតដើម្បីមានយ៉ាងនេះអរូបធាតុវេបកញ្ចអនន្តកម្មមាំងនាភវិសៈអបិនុខោអរូបធាតុវេបកញ្ចអនន្តកម្មមាំងនាភវិសៈអបិនុខោអរូបភវោបញ្ញាយេថាតិមនាលអនន្តបើកម្មដែលឲ្យផលក្នុងអរូបធាតុមិនមានហើយរូបភពគប្បីមានប្រកបដែរឬទេណូហេតាំងខន្ទេបពុតព្រះអង្គដ៏ចម្រើនហេតុនោះមិនមានទេឥតិខោអានន្តកម្មង្ខេតាំងវិញ្ញាណังពីជាងតណ្ហាស្នេហោមនាលអនន្តព្រោះហេតុនោះកម្មជាស្រែវិញ្ញាណជាពូជតណ្ហាជាទឹកអវិជ្ជានិវរណានังសត្តានังតណ្ហាសង្យោជនីនังបណៃតាយៈភេទយាវិញ្ញាណังបតតិតាំងអេវង្អាយតាំងបណភវាភិនិពតិហោតិទៅអភិសង្ខារវិញ្ញាណរបស់ពួកសត្វដែលមានអវិជ្ជាជាទំនប់មានតណ្ហាជាគ្រឿងពាន់ពាត់ដើម្បីតម្កល់នៅក្នុងធាតុជាន់ខ្ពស់គឺអរូបធាតុការកើតចំពោះក្នុងភពថ្មីតទៅទៀតរមែងមានយ៉ាងនេះអេវង្ខោអនន្តភវោហោតៃតេមនាលអនន្តភពរមែងមានយ៉ាងនេះឯងឆាត់ថាំងចប់សោតទី6អត្តកថាបឋមភវសោតទី6ហេតុកើតនៃភពទាំង3ក៏បីជ្រាវវិនិច្ឆ័យក្នុងបឋមភវសោតទី6ដូចតទៅនេះបទថាកាមធាតុវេបកាំងដែលអំណោយផលក្នុងកាមធាតុបានដល់កម្មដែលឲ្យផលក្នុងកាមធាតុបទថាកាមភវោកាមភពបានដល់ភពដែលឧបដិកក្នុងកាមធាតុបទថាកម្មង្ខេតាំងកម្មឈ្មោះថាជាស្រែសេចក្តីថាកុសលកម្មនិងអកុសលកម្មឈ្មោះថាជាស្រែព្រោះអត្ថាជាទីដោះឡើងនៃវិញ្ញាណខណ្ឌបើថាវិញ្ញាណังពីជាងវិញ្ញាណឈ្មោះថាជាពូជសេចក្តីថាវិញ្ញាណដែលមានអភិសង្ខារជាបច្ច័យដែលកើតព្រមគ្នាព្រោះអត្ថាជាពូជដោយអត្ថាជាហេតុដោះឡើងបទថាតណ្ហាស្នេហោតណ្ហាឈ្មោះថាជាទឹកសេចក្តីថាតណ្ហាឈ្មោះថាទឹកព្រោះដោយអំណាចនៃការឧបត្ថម្ភនិងកពូនបទថាអវិជ្ជានិវរណានังមានអវិជ្ជាជាទំនប់សេចក្តីថាបកលដែលអវិជ្ជារារាំងហើយបទថាតណ្ហាសង្យោជនីនាងមានតណ្ហាជាគ្រឿងចងសេចក្តីថាបកលត្រូវគ្រឿងចងគឺតណ្ហាចងទុកបទថាហីណាយៈធាតុយាព្រោះហីនធាតុបានដល់ព្រោះកម្មធាតុបទថាវិញ្ញាណังបតតិតាំងវិញ្ញាណតាំងមុំហើយសេចក្តីថាវិញ្ញាណដែលមានអភិសង្ខារជាបច្ច័យតាំងមុំហើយបទថាមជ្ឈមាយៈធាតុយាព្រោះធាតុជាកណ្ដាលបានដល់ព្រោះរូបធាតុបទថាបណៃតាយៈធាតុយាព្រោះធាតុដ៏ប្រណិតបានដល់ព្រោះអរូបធាតុវាដសេះក្នុងសោតនេះងាយទាំងអស់នោះឯងចប់អត្តកថាបឋមភវសោតទី6ទុតិយភវសោតទី7គ្នា79អថខោអាយស្មាអានន្តោយេនភគវាតេនុបសង្កមិបច្ចលៈអាយស្មាអានន្តោភគវន្តាំងអេតតវោចៈគ្រានោះព្រះអានន្ទមានអាយុចូលទៅគាល់ព្រះដ៏មានពភាកលុះចូលទៅដល់ហើយក៏ក្រាបថ្វាយបង្គំព្រះដ៏មានពភាកហើយអង្គុយក្នុងទីសំគួរលុះព្រះអានន្ទមានអាយុអង្គុយក្នុងទីសំគួរហើយក៏ក្រាបបង្គំទូលសួរព្រះដ៏មានពភាកដូច្នេះថាភវោតិផន្តេវចតិកត្តាវតានុខោផន្តេភវោហោតៃតេបបិទ្ធព្រះអង្គដ៏ចម្រើនព្រះដ៏មានពភាកទ្រង់ត្រាស់ថាភពដូច្នេះបបិទ្ធព្រះអង្គដ៏ចម្រើនដែលហៅថាភពតើដោយហេតុដូចម្ដេច
កាមធាតុវេបកញ្ចអនន្តកម្មមាំងនីភវិស្សៈអបិអនុខោកាមភវោបញ្ញយេថាតិម្នាអនន្តបើកម្មដែលឲ្យផលក្នុងកម្មធាតុមិនមានហើយកម្មភពក៏បីមានប្រកបដែរឬទេណូហេតាំងផន្តេបបពុតព្រះអង្គដ៏ចម្រើនហេតុនោះមិនមានទេឥតិខោអានន្តកម្មង្ខេតតាំងវិញ្ញាណังពីចាំងតណ្ហាស្នេហោមនាលអនន្តព្រោះហេតុថាកម្មជាស្រែវិញ្ញាណជាពូជតណ្ហាជាទឹកអវិជ្ជានិវរណានังសត្តានังតណ្ហាសង្យោជនានังហៃណាយៈធិតយាចេតនាបតតិតាបដ្ឋានាបតតិតាអេវង្អាយតੰពុណាភវាភិនិពតិហោតិចេតនានិងសេចក្តីប្រាថ្នារបស់សត្វដែលមានអវិជ្ជាជាទំនប់មានតណ្ហាជាគ្រឿងពាន់ពាត់តម្លែងតម្កល់នៅសុខក្នុងធាតុដ៏ថោកទាបគឺកម្មធាតុការកើតចំពោះភពថ្មីតទៅទៀតរមែងមានយ៉ាងនេះអរូបធាតុវេបកញ្ចអនន្តកម្មមាំងនីភវិស្សៈបេនុខោរូបភវោបញ្ញយេថាតិម្នាអនន្តបើកម្មដែលឲ្យផលក្នុងរូបធាតុមិនមានហើយរូបភពក៏បីមានប្រកបដែរឬទេណូហេតាំងផន្តេបបពុតព្រះអង្គដ៏ចម្រើនហេតុនោះមិនមានទេឥតិខោអានន្តកម្មង្ខេតតាំងវិញ្ញាណังពេជាងតណ្ហាស្នេហោម្នាអនន្តព្រោះហេតុនោះកម្មជាស្រែវិញ្ញាណជាពូជតណ្ហាជាទឹកអវិជ្ជានិវរណានังសត្តានังតណ្ហាសង្យោជនានังមជ្ឈមាយៈធិតយាចេតនាបតតិតាបដ្ឋានាបតតិតាអេវង្អាយតੰពុណាភវាភិនិពតិហោតិចេតនានិងសេចក្តីប្រាថ្នារបស់ពួកសត្វដែលមានអវិជ្ជាជាទំនប់មានតណ្ហាជាគ្រឿងពាត់រមែងតម្កល់នៅសុបក្នុងធាតុជាន់កណ្ដាលគឺរូបធាតុការកើតចំពោះភពថ្មីតទៅទៀតរមែងមានយ៉ាងនេះអរូបធាតុវេបកញ្ចអនន្តកម្មមាំងនីភវិស្សៈអបិនុខោអរូបភវោបញ្ញយេថាតិមនាអនន្តបើកម្មដែលឲ្យផលក្នុងអរូបធាតុមិនមានហើយអរូបភពក៏បីមានដែរឬទេណូហេតាំងផន្តេបពុតព្រះអង្គដ៏ចម្រើនហេតុនោះមិនមានទេឥតិខោអានន្តកម្មង្ខេតតាំងវិញ្ញាណังពេជាងតណ្ហាស្នេហោម្នាអនន្តព្រោះហេតុថាកម្មជាស្រែវិញ្ញាណជាពូជតណ្ហាជាទឹកអវិជ្ជានិវរណានังសត្តានังតណ្ហាសង្យោជនានังបណៃតាយៈធេតយាចេតនាបតតិតាបដ្ឋានាបតតិតាអេវង្អាយតੰពុណាភវាភិនិពតិហោតិចេតនានិងសេចក្តីប្រាថ្នារបស់ពួកសត្វដែលមានអវិជ្ជាជាទំនប់មានតណ្ហាជាគ្រឿងពាន់ពាត់រមែងតម្កល់នៅសុបក្នុងធាតុជាន់ខ្ពស់គឺអរូបធាតុការកើតចំពោះភពថ្មីតទៅទៀតរមែងមានយ៉ាងនេះអេវង្ខាអនន្តភវោហោតៃតេសតវੰមនាលអានន្តភពរមែងមានយ៉ាងនេះចប់សូត្រទី7តកថាទុតិយភវសូត្រទី7ហើយកើតឡើងនៃភពទាំង3ក៏បីជ្រាបវិនិច្ឆ័យក្នុងទុតិយភវសូត្រទី7ដូចតទៅនេះចេតនាជាហេតុធ្វើកម្មឈ្មោះថាចេតនាសេចក្តីប្រាថ្នាដែលធ្វើកម្មឈ្មោះថាសេចក្តីប្រាថ្នាគេរសេះមានសេចក្តីដូចគ្នានឹងប្រសូតមុនទាំងអស់នោះឯងចប់អត្តកថាទុតិយភវសូត្រទី7អញ្ចឹងក្នុងទឹកត្រីនេះយើងសិក្សាចូលមកដល់ប្រសូតទី5ទី6ហើយនិងទី7សូត្រទី5មានឈ្មោះថានិវេសកសូត្រនិវេសកសូត្រក្នុងសូត្រនេះព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីព្រះអានន្ទបានចូលទៅគាល់ព្រះដមានព្រះទាំងព្រះសម្មាសម្ពុទ្ធបានព្រះអង្គទ្រង់ត្រាស់សម្ដែងជាមួយនឹងព្រះអានន្ទថាមនាលអានន្ទអ្នកទាំងឡាយក៏បីអនុគ្រោះនរណាឬថាពួកជនណាដែលជាមិត្តជាអាមាត្យជាញាតិជាសាលោហិតអ្នកក៏បីណែនាំឲ្យតាំងនៅឲ្យនៅក្នុងឋានៈ3យ៉ាងចឹងបើសិនថាអ្នកណាមួយដែលយើងរាប់អានមានសភាពដូចជាមិត្តអាមាត្យញាតិហើយនិងសាលោហិតហើយយើងមានសេចក្តីអនុគ្រោះចង់ឲ្យជនទាំងអស់នោះបានសម្រេចនៅប្រយោជន៍
អានឹងគួរតែណែនាំគួរឲ្យនៅគួរឲ្យតាំងនៅក្នុងឋានៈ3យ៉ាងអញ្ចឹងអ្នកដែលយើងរាប់អានហ្នឹងក្នុង3ដកហ្នឹងព្រះអង្គទ្រង់បានសម្ដែងមានប្រភេទដូចជាមិត្តអាមាត្យញាតិហើយនិងសាលោហិតចឹងតែថាលោកក៏បញ្ចូលពាក្យហ្នឹងបន្តិចទៅបាទមិត្តហ្នឹងមានន័យថាមិត្តតិពន្ធតិអត្តនិប្រន្តិមិត្តតោបកគលអ្នកចងនៅជនដតីចំពោះខ្លួនឈ្មោះថាមិត្តមេចតិប្រាំងតនេហតៃតិវាមិត្តតោឬថាអ្នករាប់អានគឺស្រឡាញ់នៅជនដតីអ្នករាប់អានគ្នាឈ្មោះថាមិត្តនេះប្រភេទបកគលទី1បាទទី2គឺអាមាត្យមានន័យថាសាពៈកិច្ចេសុរញ្ញយមន្តេអ្នកវាអាមាសហភវតៃតិអមចោអ្នកកើតជាមួយនឹងស្ដេចឬមន្ត្រីក្នុងកិច្ចទាំងពួងឈ្មោះថាអាមាត្យណាពាក្យថាអាមាត្យហើយពាក្យថាញាតិមានន័យថាជនត្រូវគេស្គាល់ហើយពាក្យថាសាលោហិតមានន័យថាញាតិមានឈាមជាមួយគ្នានឹងគឺជាការបញ្ចូលក្នុងអត្ថន័យដំបូងនៃពាក្យទាំង4ប្រភេទហ្នឹងហើយក្នុងពាក្យទាំងអស់ហ្នឹងយើងឃើញហើយក្នុងអត្ថកថាបានសម្ដែងនៅសេចក្តីនឹងឡើងហើយដីកាក៏លោកបញ្ចូលបន្ថែមដោយអាស្រ័យទៅលើគម្ពីរអត្ថកថាក្នុងសូត្រដតីក្នុងបេដកដតីទៀតចូលមកបញ្ចូលទៅលើពាក្យពីខាងចុងគឺពាក្យញាតិហើយនិងពាក្យសាលោហិតតែយើងអាចសរុបសេចក្តីជាប់តាក់ទងជាមួយនឹងពាក្យញាតិនិងពាក្យសាលោហិតណាគឺបាន3អត្ថន័យបាទអត្ថន័យទី1ពាក្យថាញាតិសំដៅទៅលើខ្សែស្រឡាយផ្នែកខាងម្ដាយក្មេកនិងពុកក្មេកនឹងហៅថាញាតិញាតិតិសាសុសសរៈបក្ខិកាពាក្យថាញាតិបានដល់ខ្សែស្រឡាយផ្នែកខាងម្ដាយក្មេកនិងឪពុកក្មេកបាទនឹងអត្ថន័យទី1សាលោហិតាតិសមាណៈលោហិតាធាតិភគនិអាចយោទាំងពាក្យថាសាលោហិតបានដល់អ្នកដែលមានឈាមជ័រដែលជាខ្សែលោហិតនឹងជាមួយគ្នាអ្នកដែលជាប់សាច់ឈាមជាមួយគ្នាមានបងប្អូនប្រុសបងប្អូនស្រីជាដើមនឹងហៅថាសាលោហិតបាទចឹងនឹងអត្ថន័យទី1ចឹងអត្ថន័យទី1ហ្នឹងមានន័យថាញាតិហ្នឹងគេសំដៅទៅលើផ្នែកខាងម្ដាយក្មេកឪពុកក្មេកខ្សែស្រឡាយហ្នឹងគឺរាប់យកទាំងអស់និងផ្នែកខាងម្ដាយក្មេកឪពុកក្មេកហ្នឹងគេហៅថាញាតិដល់ពេលសាលោហិតនឹងជាប់តាក់ទងជាមួយនឹងបងប្អូនដែលរួមសាច់ឈាមបាទរួមលោហិតណាសមាណៈលោហិតាហ្នឹងមានលោហិតនឹងដូចគ្នាស្មើគ្នាហ្នឹងចឹងជាប់សាច់ឈាមមានដូចជាបងប្អូនប្រុសបងប្អូនស្រីមេដាបិតាអញ្ចឹងពូមិញដែលជាប់សាច់ឈាមបងប្អូនគ្នាពិតប្រាកដហ្នឹងនឹងហៅថាសាលោហិតនឹងអត្ថន័យទី1របស់ពាក្យថាញាតិហើយនឹងពាក្យថាសាលោហិតបាទដល់ពេលអត្ថន័យទី2បាទអត្ថន័យទី2បេតុបក្ខិកាវាញាតិបេតុបក្ខិកាវាញាតិអញ្ចឹងអ្នកដែលជាប់ខ្សែស្រឡាយផ្នែកខាងឪពុកអានឹងហៅថាញាតិបាទអញ្ចឹងញាតិហ្នឹងគេសម្ដៅទៅលើជាប់ខ្សែស្រឡាយផ្នែកខាងឪពុកនឹងបានហៅថាជាញាតិបាទមាតុបក្ខិកាសាលោហិតាអ្នកដែលជាប់ខ្សែស្រឡាយផ្នែកខាងមេដានឹងហៅថាសាលោហិតបាទអញ្ចឹងអត្ថន័យទី2នេះយើងយកបងប្អូនហើយបងប្អូននេះយើងបែងចែកបើសិនថាផ្នែកខាងឪពុកខ្សែស្រឡាយបពួកសាច់ឈាមជាប់ខាងឪពុកបេតុបក្ខិកាវេញាតិបាទយ៉ាងទៀតខ្សែស្រឡាយផ្នែកខាងឪពុកហ្នឹងហៅថាញាតិមាតុបក្ខិកាសាលោហិតាខ្សែស្រឡាយផ្នែកខាងមេដាហៅថាសាលោហិតបាទនេះគឺជាអត្ថន័យទី2បាទដល់ពេលអត្ថន័យទី3បាទនឹងចូលមកដល់អត្ថន័យទី3វានឹងមាន3អត្ថន័យមាតុបេតុបក្ខិកាវាញាតិបាទទាំងពាក្យថាញាតិម្យ៉ាងទៀតពាក្យថាញាតិបានដល់ខ្សែស្រឡាយផ្នែកខាងម្ដាយឪពុកនឹងហៅថាញាតិបាទអត្ថន័យទី3នេះខ្សែស្រឡាយសាច់ឈាមជាប់តាក់ទងជាមួយនឹងម្ដាយឪពុកនឹងហៅថាញាតិបាទសាសុសសរៈបក្ខិកាសាលោហិតាបាទខ្សែស្រឡាយសាច់ឈាមផ្នែកខាងម្ដាយក្មេកឪពុកក្មេកឈ្មោះថាសាលោហិតបាទចឹងយើងសង្កេតឃើញថាអត្ថន័យទី1ហើយនិងអត្ថន័យទី3នេះផ្ទុយគ្នាបាទយើងមើលទៅអត្ថន័យទី1
ញាតសំដៅទៅលើខ្សែស្រឡាយផ្នែកខាងម្ដាយក្មេកឪពុកក្មេកនឹងបានហៅថាញាតសាលោហិតអានឹងតតែជាប់សាច់ឈាមបងប្អូនពិតប្រាកដនឹងបានហៅថាសាលោហិតអានឹងអត្ថន័យទី1ដល់ពេលអត្ថន័យទី3នឹងផ្ទុយគ្នាបាទញាតសំដៅទៅលើខ្សែស្រឡាយដែលជាសាច់ឈាមពិតប្រាកដផ្នែកខាងម្ដាយឪពុកអានឹងហៅថាញាតដល់ពេលផ្នែកខាងម្ដាយក្មេកឪពុកក្មេកណាបាក់ពួកខ្សែស្រឡាយរបស់ម្ដាយក្មេកឪពុកក្មេកហ្នឹងអានឹងហៅថាសាលោហិតចឹងយើងឃើញហើយអត្ថន័យទី1ហើយនិងអត្ថន័យទី3នោះផ្ទុយគ្នាចឹងបានចឹងរួមសេចក្តីមកវិញចឹងពាក្យថាញាតហើយនិងសាលោហិតហ្នឹងអាចប្រើផ្លាស់ប្ដូរទៅវិញទៅមកទេបាទតែគ្រាន់ថាក្នុងសូត្រខ្លះពោលតែមួយអត្ថន័យអញ្ចឹងក្នុងសូត្រខ្លះពោលតែមួយអត្ថន័យទេបាទតែនេះយើងមើលអត្ថកថាឲ្យច្រើនទៅចឹងអត្ថកថាដែលសំដែងជាប់តាក់ទងជាមួយនឹងពាក្យទាំងអស់ហ្នឹងចឹងខ្ញុំបញ្ជាក់ម្ដងទៀតថាក្នុងសូត្រខ្លះសំដែងតែមួយអត្ថន័យទេបាទតែនេះយើងមើលច្រើនអត្ថកថាអញ្ចឹងមានអត្ថកថាមជ្ឈិមនិកាយមូលបណាសកៈបាទនឹងសំដែងតែមួយអត្ថន័យទេអត្ថកថាសង្យុត្តនិកាយមហាវគ្គសោតាបតិសង្យុត្តនឹងក៏សំដែងតែមួយអត្ថន័យដែរហើយអត្ថកថាអត្ថកាទិនិបាតនៅសម្ដែងតែមួយអត្ថន័យទេដល់ពេលអត្ថកថាបដិសម្បទាមៈអានឹងបានសម្ដែង3អត្ថន័យបាទសម្ដែង3អត្ថន័យដោយតែបានរៀបរាប់ណាពាក្យញាតហើយនិងពាក្យសាលោហិតនឹងគឺមានដល់ទៅ3អត្ថន័យនឹងសម្ដែងនៅក្នុងអត្ថកថាគម្ពីរបដិសម្បទាមៈមហាវគ្គបាទអត្ថកថាបដិសម្បទាមៈសទ្ធធម្មប្រកាសនីយបាទតែដល់ព្រះមហានាមចឹងសម្ដែងពាក្យញាតហើយនិងសាលោហិតនឹងដល់ទៅ3អត្ថន័យហើយគម្ពីរសារថទីបនីដីកាភាគ1ហ្នឹងក៏សម្ដែង3អត្ថន័យដោយអត្ថកថាដែរសារថទីបនីដីកាហើយអត្ថកថាតែកនិបាតនៅក្នុងសូត្រហ្នឹងសម្ដែង1អត្ថន័យបាទហើយដីកាតែកនិបាតនៅក្នុងនិវេសកសូត្រហ្នឹងដីកាប្រសូតទី5ហ្នឹងសម្ដែង3អត្ថន័យតាមអត្ថកថាបដិសម្បទាមៈបាទចឹងនឹងកពីដែលសម្ដែងជាប់តាក់ទងជាមួយនឹងពាក្យថាញាតហើយនិងពាក្យថាសាលោហិតបាទច្រើនពេកយើងមើលក្នុងកពីទាំងអស់នោះទៅសរុបរួមចូលមកគឺបាន3អត្ថន័យបាទហើយដល់ពេលយើងសម្របសម្រួលសេចក្តីនឹងបញ្ចូលគ្នាពាក្យញាតនិងពាក្យសាលោហិតហ្នឹងប្រើបានផ្លាស់ប្ដូរគ្នាទៅវិញទៅមកបាទគ្រាន់តែក្នុងទីខ្លះពាក្យញាតហ្នឹងសំដៅទៅលើផ្នែកខាងម្ដាយក្មេកឪពុកក្មេកបាទតែឆ្លើយផ្នែកខាងពុកក្មេកម្ដាយក្មេកហើយពាក្យថាសាលោហិតជាប់តាក់ទងជាមួយនឹងបងប្អូនខ្លួនឯងពិតប្រាកដដែលជាប់សាច់ឈាមលោហិតគ្នាបាទហ្នឹងក្នុងសូត្រខ្លះសម្ដែងអញ្ចឹងដល់ពេលក្នុងសូត្រខ្លះពាក្យញាតហ្នឹងសំដៅទៅលើបងប្អូនខ្លួនឯងពិតប្រាកដវិញបាទដែលជាប់តាក់ទងជាមួយនឹងមេដាបិតាបកើតណាចឹងខ្សែស្រឡាយបពួកផ្នែកខាងមេដាបិតាបកើតហ្នឹងហើយតែញាតដល់ពេលសាលោហិតទៅជាតែស្រឡាយបពួកផ្នែកខាងម្ដាយក្មេកឪពុកក្មេកវិញឃើញទេចឹងបានន័យថាពាក្យថាញាតហើយនិងពាក្យថាសាលោហិតហ្នឹងប្រើផ្លាស់ប្ដូរទៅវិញទៅមកហៅបានដូចគ្នាបាទហើយសូមបញ្ជាក់សេចក្តីនៅម្ដងទៀតថាតែក្នុងសូត្រខ្លះសំដែងបានតែមួយអត្ថន័យទេអានេះយើងកុំឆ្លោះគ្នាក្នុងចំណុចហ្នឹងមើល5 6កាពីដូចដែលខ្ញុំរៀបរាប់ទៅអានេះយើងនឹងសម្ដែងទាស់សម្ដែងចាត់ទៅកាន់ថានេះខុសនោះត្រូវហើយគឺត្រូវទាំងអស់គ្នាទេបាទអញ្ចឹងសម្រាប់អត្ថន័យក្នុងសូត្រទី5ហ្នឹងព្រះអង្គទ្រង់បានសម្ដែងជាមួយនឹងព្រះអនន្តថាបើសិនអ្នកទាំងឡាយគួរណែនាំគួរឃ្លានប្រដៅគួរឲ្យនៅឲ្យតាំងនៅចំពោះអ្នកដែលរាប់អានគឺថាមានញាតិមានមិត្តអីយើងអាណិតយើងអនុគ្រោះគួរណែនាំគេនិងគួរណែនាំគេក្នុងឋានៈ3យ៉ាងទី1ហ្នឹងឲ្យគេហ្នឹងមានសេចក្តីជ្រះថ្លាមិនកម្ដៅក្នុងព្រះពុទ្ធទី2ឲ្យគេមានសេចក្តីជ្រះថ្លាមិនកម្ដៅក្នុងពធទី3ឲ្យគេមានសេចក្តីជ្រះថ្លាមិនកម្ដៅក្នុងព្រះសង្ឃបាទនឹងអត្ថន័យក្នុងចូលទី5ហ្នឹងព្រះអង្គទ្រង់តាសម្ដែងបញ្ជាក់ទៅថាសម្រាប់អរិយសាវកគឺអត់មានសេចក្តីជ្រះថ្លាហ្នឹងកម្រើកប្រែប្រួលទេបាទគឺលោកអត់មានការកម្រើកអត់មានការប្រែប្រួលទេសេចក្តីជ្រះថ្លារបស់លោកក្នុងព្រះរតនត្រ័យហ្នឹងហើយបើយើងនិយាយអំពីមហាពុទ្ធរូបវិញបតវ័យធាតុអបោធាតុតេជោធាតុវាយោធាតុអានឹងមានភាពកម្រើកប្រែប្រួលទៅជាយ៉ាងដទៃតែសទ្ធារបស់ព្រះរិយសាវកហ្នឹងអត់មានការកម្រើកប្រែប្រួលទេបាទអញ្ចឹងលោកអត់
ទៅជាប្រការដតីហ្នឹងដោយកតិពីរយ៉ាងទី1គឺអត់ប្រែប្រួលទៅជាយ៉ាងដតីដោយអំណាចនៃកតិនឹងមួយបងដោយអំណាចនៃកតិហ្នឹងគឺលោកអត់ទៅជាយ៉ាងដតីដោយអំណាចនៃអបាយកតិទេលោកអត់មានទៅកាន់អបាយកតិទេចឹងបើសិនថាអរិយសាវកដែលជាមនុស្សអញ្ចឹងទៅនឹងអាចទៅជាទេវតាទៅជាព្រហ្មអញ្ចឹងទៅហើយសេចក្តីជ្រះថ្លាអត់មានប្រែប្រួលទៅជាយ៉ាងដតីក្នុងរវាងភពនឹងទេបាទអញ្ចឹងទេរបស់លោកគឺមិនទៅកាន់អបាយកតិទេហើយពេលដែលលោកកើតនៅក្នុងកំណើតមួយដែលនៅមានភពជាតិកំណើតហ្នឹងសេចក្តីជ្រះថ្លាក្នុងគុណព្រះរតនត្រ័យហ្នឹងអត់ទៅជាប្រការដតីទេបាទអត់ទៅជាប្រការដតីទេនឹងអត្ថន័យក្នុងសូត្រទី5បាទនិវេសកសូត្រដល់ពេលយើងមើលប្រសូតទី6មានឈ្មោះថាបឋមភវសូត្របឋមភវសូត្រនឹងសម្ដែងអំពីភព3បាទទាំងភពអង្គក្នុងការសម្ដែងមាន3មានកាមភពរូបភពហើយនិងអរូបភពបាទហើយក៏មានការប្រើពាក្យថាកាមធាតុដែលជាធាតុថោកទាបហើយធាតុកាមធាតុហើយធាតុហ្នឹងគឺកាមភពដល់ពេលរូបធាតុនឹងគឺជាមជ្ឈមធាតុគេសម្ដៅទៅលើរូបភពដល់ពេលអរូបធាតុនិងបណិតធាតុគឺអរូបភពនេះគេសម្ដែងពីភព3អញ្ចឹងព្រះអនន្តបានចូលទៅសាកសួរព្រះអង្គអំពីពាក្យថាភពហ្នឹងមានន័យដូចម្ដេចដោយហេតុដូចម្ដេចអញ្ចឹងបានព្រះអង្គទ្រសាសម្ដែងអំពីកាមភពរូបភពហើយនិងអរូបភពបាទនឹងជាសេចក្តីដែលសម្ដែងនៅក្នុងសូត្រទី6បាទបឋមភវសូត្រណាបឋមភវសូត្រហើយទៅប្រសូតទី7ទុតិយភវសូត្រអាហ្នឹងក៏សម្ដែងសេចក្តីនឹងដូចគ្នាណាបាទព្រះអនន្តចូលទៅសាកសួរព្រះអង្គអំពីពាក្យថាភពហ្នឹងទាំងក្នុងការសម្ដែងអំពីកាមភពរូបភពហើយនិងអរូបភពបាទទាំងពីរប្រសូតហ្នឹងសម្ដែងអំពីភព3តែពីភព3ដូចគ្នាសម្រាប់ប្រសូតទី6ហើយនិងប្រសូតទី7ហ្នឹងនឹងអត្ថន័យដែលយើងបានសិក្សានៅក្នុងសូត្រទាំង3ហ្នឹងបាទហ្នឹងគឺមានសេចក្តីដែលសម្ដែងជាប់តាក់ទងជាមួយនឹងភពទាំង3បាទប្រសូតទី6ប្រសូតទី7ហ្នឹងជាប់តាក់ទងជាមួយនឹងកម្មជាប់តាក់ទងជាមួយវិញ្ញាណសេចក្តីប្រាថ្នាជាតណ្ហាហ្នឹងតែពីអវិជ្ជានិវរណៈតណ្ហាសង្យោជនៈបាទនឹងសេចក្តីនៃសូត្រទាំងពីរគឺប្រសូតទី6ហើយនិងប្រសូតទី7ហ្នឹងទាំងក្នុងតត្រីនឹងយើងបានសិក្សា3ប្រសូតចឹងទេហើយក្នុងពេលនេះមកដល់ពេលបញ្ចប់ហើយខ្ញុំប្រកាសសូមថ្មីមកនៅកងការមហិច្ឆតាការពីធំទាំងក្នុងតត្រីនេះពីគណៈប្រជិនគុណចំពោះព្រះអង្គគ្រប់ជនតាមបដិក្របភ័យនិងក្រុមគ្រួសារគ្រប់ជនគ្រូអ្នកគ្រូពុទ្ធបរិស័ទទេវតាមនុស្សនិងសត្វទាំងអស់សូមបាននៅចំណែកបុណ្យនិងធម៌ដ៏ប្រសើរសូមជាបច្ច័យនៃការបានត្រាស់ដឹងនៅលោកុត្តរធម៌ទាំងមេនិតិនិងហៅតសុគតាហនតនិតិចោទាំងមេបញ្ញអាសវៈយ៉ាងវហង្ហៅតទាំងមេបញ្ញនិព្វានសបច្ចចាហៅតមៈបញ្ញភាគទាំងសពសតានងជាទេមិទេសពេមេសមងបញ្ញភាគទាំងយៈខន្តោយ៉ាងទាំងជាកុសលង្កម្មងកបទាំងកិរិយ៉ាងមៈកាយេនយេចាមនសាទីកសេសុខតាំងកតាំងយេតតាសញ្ញិណោអភិយេចសត្តាសញ្ញិណោកតាំងបញ្ញផលាំងមយហង្សពេភិគីប្រវន្តតេយេតាំងកតាំងសុវិតាំងបណ្ណងបញ្ញផលាំងមយាជេចតភនិជានន្តិទេវេកន្តវានិវេទយងសាពេដោកម្មវេសត្តាជីវន្តាហារហេតុតាមនញ្ញងភោចនងសាពេយផន្តោមចេតសាចំកណ្ណាសូមលំអរកាយថ្មីទាំងជុំលានិងសូមជម្រាបលា